គ្រួសារអ្នកមានជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិកអ្នកស្នងមរតកវ័យក្មេងម្នាក់ការបាត់ខ្លួនក្នុងព្រៃយូហ្គាណេរឿងផ្លូវការដែលថាគាត់លេងទឹកត្រូវបានស្លាប់នៅពេលដែលគាត់កំពុងលេងទឹកនឹងប៉ុន្តែមានវីដេអូមួយដែលគេមិនបានមើលអស់រយៈពេលជាង40ឆ្នាំពេលគេចុចបើកមើលអ្វីដែលឃើញបានប្រាប់រឿងរ៉ាវដ៏គួរឲ្យតក់ស្លុតជាងការស្លាប់ដោយសារតែការលង់ទឹកនឹងទៅទៀតតើ Michael Rockefeller ពិតជាបានចូលអ្វីខ្លះនៅក្នុងព្រៃនោះចាំមើលថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់រឿងរ៉ាវដ៏អាថ៌កំបាំងនិងគួរឲ្យរន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រវាជារឿងរ៉ាវរបស់បុរសម្នាក់ដែលកើតឡើងក្នុងគ្រួសារដែលមានអំណាចបំផុតប៉ុន្តែបានបែរខ្នងដាក់ទ្រព្យសម្បត្តិទៅស្វែងរកសិល្បៈនិងវប្បធម៌នៅក្នុងព្រៃយូហ្គាណេគាត់បានបាត់ខ្លួនក្នុងឆ្នាំ1961គ្រួសារគាត់ជឿថាគាត់បានលង់ទឹកស្លាប់ប៉ុន្តែជាង50ឆ្នាំក្រោយមកអ្នកកាសែតម្នាក់បានរកឃើញការពិតដ៏គួរឲ្យតក់ស្លុតពីកុសសម្ព័ន្ធអាម៉ាត់ការពិតដែលគ្មាននរណាចង់ឮតោះយើងនឹងទៅមើលរឿងនេះឲ្យច្បាស់តាមលំដាប់លំដោយនៅក្នុងឆ្នាំ1961 Michael អាយុ23ឆ្នាំបានធ្វើដំណើរទៅកាន់ញូហ្គាណេដើម្បីប្រមូលស្នាដៃសិល្បៈពីកុលសម្ព័ន្ធអាម៉ាស់ទូករបស់គាត់លិចគាត់ប្រហែលទឹកទៅរកជំនួយហើយបាត់ខ្លួនគ្រប់គ្នាគិតថាគាត់បានស្លាប់ដោយសារតែការលង់ទឹកនឹងប៉ុន្តែ40ឆ្នាំក្រោយមកវីដេអូចាស់ៗមួយបានបង្ហាញបរិសុទ្ធស្បែកសម្នាក់នៅក្នុងទូកកុលសម្ព័ន្ធតើនោះជា Michael ទេតើមានអ្វីកើតឡើងចំពោះគាត់ពិតប្រាកដចម្លើយនឹងធ្វើឲ្យអ្នកស្ទើរតែមិនជឿនឹងត្រជាក់ដែលកំពុងតែស្ដាប់នៅក្នុងឆ្នាំ1969អ្នកយកព័ត៌មានទស្សនាវដ្តីផ្សងព្រេងម្នាក់ឈ្មោះ Mel Manin គាត់បានហោះទៅកាន់យូហ្គាណេជាមួយក្រុមថតកុនរបស់គាត់ដើម្បីថតខ្សែភាពយន្តនិងឯកសារអំពីមនុស្សបាត់ខ្លួនម្នាក់ដែលបាត់ខ្លួននៅក្នុងតំបន់នោះក្តីសង្ឃឹមរបស់ Mel គឺថាគាត់នឹងរកឃើញមនុស្សបាត់ខ្លួននោះហើយថតយកវាក្នុងខ្សែភាពយន្តដែលនឹងធ្វើឲ្យខ្សែភាពយន្តឯកសាររបស់គាត់កាន់តែល្បីល្បាញយ៉ាងខ្លាំងប៉ុន្តែបើទោះបីជាថតវីដេអូទាំងនោះហើយនឹងស្វែងរកគ្រប់ទីកន្លែងក៏ដោយពួកគេមិនដែលរកឃើញមនុស្សបាត់ខ្លួននោះទេសូម្បីមីលទីបំផុតក៏បានត្រឡប់ទៅផ្ទះវិញហើយយកវីដេអូទាំងអស់នោះទុកក្នុងស្តុកដែលមិនដែលបានមើលវានោះឡើយ40ឆ្នាំក្រោយមកវីដេអូនោះត្រូវបានគេយកចេញពីស្តុកដោយសារក្រុមការងារមួយទៀតចង់ថតខ្សែភាពយន្តឯកសារអំពីមនុស្សបាត់ខ្លួននេះហើយនៅពេលពួកគេមើលវីដេអូនោះពួកគេបានរកឃើញអ្វីមួយដែលមិនអាចជឿបានទាំងស្រុងនៅពេលនោះថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកពីរឿងរ៉ាវនៃអ្វីដែលពួកគេបានរកឃើញហើយសំខាន់ជាងនេះទៅទៀតតើវាបង្ហាញអ្វីខ្លះអំពីមនុស្សដែលបាត់ខ្លួននោះហើយខ្ញុំសូមប្រាប់ឥឡូវនេះថាវាពិតជាគួរឲ្យតក់ស្លុតយ៉ាងខ្លាំងនៅព្រឹកថ្ងៃសៅរ៍ទី18ខែវិច្ឆិកាឆ្នាំ1961បុរសអាយុ23ឆ្នាំម្នាក់ឈ្មោះ Michael Rockefeller បានចាប់ខ្សែទាញដែលភ្ជាប់ទៅនឹងម៉ាស៊ីនក្រោយទូកដែលលើទូកនោះដែល Michael កំពុងជិះ Michael បានទាញខ្សែនោះម្ដងហើយម្ដងទៀតប៉ុន្តែគាត់មិនបានបើកម៉ាស៊ីនឲ្យដំណើរការឡើងវិញបានទេម៉ាស៊ីនគ្រាន់តែពន្លឺសំឡេងប៉ុន្តែវាមិនដំណើរការនោះឡើយដោយគ្មានថាមពលនិងអស់កម្លាំង Michael និងក្រុមការងារទួយរបស់គាត់បន្តរសាត់ទៅតាមផ្ទៃនៃសមុទ្រយ៉ាងឆ្ងាយប៉ុន្តែនោះមិនមែនជាអ្វីដែលអាក្រក់បំផុតនោះទេទូកដែល Michael និងក្រុមការងាររបស់គាត់ជិះដែលជាកប៉ាល់ពីរជាន់ប្រវែង40 feet ដែលធ្វើពីទូកប្រពៃណីពីរចង់ភ្ជាប់គ្នាកំពុងចាប់ផ្ដើមលេចប៉ុន្មាននាទីមុននេះ Michael និងក្រុមរបស់គាត់កំពុងធ្វើដំណើរយ៉ាងសប្បាយរីករាយតាមឆ្នេរព្រៃដ៏ស្រស់ស្អាតនៃ New Guinea នៅពេលដែលពួកគេត្រូវបានឆ្លងកាត់តំបន់ដែលទឹកមានភាពច្របូកច្របល់ជាពិសេសមានទន្លេមួយនៅ New Guinea ដែលហូរចេញទៅកាន់សមុទ្រអារ៉ាហ្វូរ៉ាដែលជាកន្លែងដែល Michael និងក្រុមការងារគាត់នៅហើយនៅកន្លែងដែលទន្លេពណ៌ត្នោតនេះប្រសពគ្នានឹងទឹកសមុទ្រពណ៌ខៀវវាបានខ្លាយទៅជាមានរលកធំធំជាច្រើនដូច្នេះនៅពេលដែល Michael និងក្រុមរបស់គាត់ព្យាយាមឆ្លងកាត់តំបន់នោះរស័ព្ទបោកចូលមកលើទូកធ្វើឲ្យម៉ាស៊ីនលិចទឹកហើយទ្វារបានបិទដំណើរការបន្ទាប់មកនៅពេលដែលរស័ព្ទកាន់តែច្រើនឡើងបោកចូលឡើងក្នុងទូកក៏ចាប់ផ្ដើមលិចមូលហេតុដែល Michael និងក្រុមរបស់គាត់ចេញមកនៅទីនោះហើយប្រថុយប្រថានបែបនេះគឺដោយសារតែ Michael ចង់ទៅជួបនឹងកុសសម្ព័ន្ធមួយដែលមានឈ្មោះថា Asmas ដែលរស់នៅយូហ្គាណេដោយឆ្លងកាត់តំបន់ដែលមានទន្លេនេះពួកគេនឹងរស់នៅតាមតំបន់ឆ្នេរនោះឯង Michael ស្រឡាញ់ស្នាដៃសិល្បៈដែលកុសសម្ព័ន្ធ Asmas បង្កើតជាពិសេសបង្គោល Beach
ដែលល្បីអស្ចារ្យបង្គោលទាំងនេះត្រូវបានឆ្លាក់ដោយជាងឆ្លាក់ជំនាញក្នុងកុលសម្ព័ន្ធអាស្មាសពួកគេយកឈើមួយដុំតែមួយទេហើយឆ្លាក់វារហូតតតែវាមើលទៅដូចជាបរោះមួយក្រុមឈរនៅលើស្មាគ្នាទៅវិញទៅមកបង្គោលប៊ីចទាំងនេះពិតជាស្រស់ស្អាតស្មុគស្មាញនិងអស្ចារ្យណាស់សម្រាប់ការមើលប៉ុន្តែកុលសម្ព័ន្ធអាម៉ាស់មិនបានបង្កើតវាសម្រាប់សិល្បៈទេពួកគេបង្កើតវាដោយសារតែពួកគេជឿថាបង្គោលទាំងនេះផ្ទុកព្រលឹងរបស់អ្នកចម្បាំងពីកុលសម្ព័ន្ធរបស់ពួកគេដែលបានស្លាប់នៅក្នុងសមរភូមិរហូតទាល់តែកុលសម្ព័ន្ធអាម៉ាស់សងសឹកអ្នកចម្បាំងដែលដួលរលំទាំងនេះរហូតទាល់តែកុលសម្ព័ន្ធសម្លាប់សត្រូវរបស់ពួកគេព្រលឹងទាំងនេះនៅតែជាប់ជំពាក់នៅក្នុងបង្គោលប៊ីចទាំងនេះជាមានន័យថាជនជាតិអាម៉ាស់មិនដែលបោះបង់ចោលបង្គោលនេះឡើយពួកគេមិនលក់វាមិនបោះបង់ចោលវាគ្រាន់តែជាផ្នែកមួយនៃវប្បធម៌និងសង្គមរបស់ពួកគេប៉ុណ្ណោះប៉ុន្តែប៉ុន្មានខែមុននេះ Michael បានមកទស្សនាកុលសម្ព័ន្ធ Asmas គាត់បានរៀនអំពីបង្គោលប៊ីចទាំងនេះនិងអត្ថន័យរបស់វាហើយគាត់ជឿថាគាត់បានចរចាកិច្ចព្រមព្រៀងដោយជោគជ័យហើយដែលគាត់នឹងដូរទំនិញរបស់គាត់មួយចំនួនដើម្បីយកបង្គោលប៊ីចមួយរបស់ពួកគេប៉ុន្តែទោះបីជា Michael បានផ្ដល់របស់របរទាំងនោះទាំងអស់ដែលគាត់បានសន្យាក៏ដោយពួកគេមិនបានបញ្ជូនបង្គោលប៊ីចមកវិញឡើយដូច្នេះហើយឥឡូវនេះ Michael កំពុងត្រឡប់ទៅកាន់កន្លែងកុលសម្ព័ន្ធនោះវិញដោយសង្ឃឹមថានឹងអាចទាមទារយកបង្គោលប៊ីចនោះហើយយកវាត្រឡប់មកផ្ទះជាមួយគាត់វិញប៉ុន្តែនៅពេលដែល Michael អង្គុយនៅក្នុងទូកកប៉ាល់ពីរជាន់ដែលកំពុងលិចរបស់គាត់ដោយសម្លឹងមើលទៅច្រាំងភក់នៃយូកាណេកំពុងរសាត់ទៅឆ្ងាយបន្តិចម្ដងនៅពេលដែលគាត់រសាត់ទៅឆ្ងាយនៅក្នុងសមុទ្រអាហ្វាហ្វូរ៉ារឿងចុងក្រោយដែលនៅក្នុងគំនិតរបស់គាត់គឺបង្គោលប៊ីចនោះគាត់ត្រូវគិតថាតើពួកគេនឹងធ្វើអ្វីមានអ្នកវិទ្យាសាស្ត្រជនជាតិបារាំងម្នាក់ឈ្មោះ Rene និងក្មេងជំទង់ពីរនាក់ដែលជាអ្នកណែនាំទៅកាន់ជនជាតិ Asmas ឈ្មោះរបស់ពួកគេគឺ Simon និង Leo បន្ទាប់ពី Michael មិនអាចបើកម៉ាស៊ីននោះបានពួកគេទាំង3នាក់ក៏បានទាញខ្សែនោះវិញប៉ុន្តែពួកគេនៅតែមិនអាចបើកម៉ាស៊ីនបានដដែលទីបំផុត Simon និង Leo បាននិយាយប្រាប់ Michael និង Rene ថានៅពេលនេះពួកគេជឿថាក្តីសង្ឃឹមតែមួយគត់របស់ពួកគេគឺបោះបង់ចោលទូកកប៉ាល់ពីរជាន់នេះដោយលោតទឹកទៅក្នុងមហាសមុទ្រហើយហែលទឹកទៅកាន់ច្រាំងដែលនៅពេលនេះមានចម្ងាយប្រហែលកន្លះម៉ាយប៉ុន្តែពួកគេកំពុងរសាត់ទៅឆ្ងាយយ៉ាងលឿនក្នុងមហាសមុទ្រដូច្នេះប្រសិនបើពួកគេរងចាំយូរទៀតពួកគេអាចនឹងឆ្ងាយពេកមិនអាចហែលទឹកទៅដល់ច្រាំងបានទេប៉ុន្តែ Rene មិនមែនជាអ្នកហែលទឹកជំនាញទាល់តែសោះហើយ Michael ក៏មិនទាន់ត្រៀមខ្លួនបោះបង់ចោលទូកទាំងស្រុងនោះឡើយហើយទុកវាឲ្យលិចនៅទីនេះដែរដោយសារតែនៅលើទូកនេះមានរបស់របរទាំងអស់ដែលគាត់បាននាំយកមកដូចជាថ្នាំជក់ខ្សែនេសាទសម្លៀកបំពាក់ស្ករគ្រាប់និងរបស់របរផ្សេងជាច្រើនទៀតដែលគាត់នឹងថាកុលសម្ព័ន្ធនេះមិនមានហើយគាត់អាចប្រើវាជាឧបករណ៍សម្រាប់ចរចាដើម្បីទទួលបានបង្គោលប៊ីចនិងស្នាដៃសិល្បៈផ្សេងទៀតដូច្នេះហើយបើទោះបីជា Michael យល់ថានៅទីនេះទីបំផុតទូកកប៉ាល់ពីរជាន់នេះនិងរបស់របរទាំងអស់នៅលើវានឹងលិចចូលទៅក្នុងមហាសមុទ្រក៏ដោយក៏គាត់នៅតែមិនទាន់ត្រៀមខ្លួននឹងផ្លូវចិត្តក្នុងការលោតចេញឥឡូវនេះហើយបោះបង់ចោលរបស់របរទាំងនេះឡើយដូច្នេះការសម្រេចចិត្តមួយត្រូវបានធ្វើឡើងថាអ្នកណែនាំជនជាតិ Asmas ទាំងពីរនាក់គឺក្មេងជំទង់ទាំងពីរនឹងហើយដែលមានឈ្មោះថា Simon និង Leo នឹងលោតចេញដោយខ្លួនឯងហើយហែលទឹកទៅកាន់ច្រាំងហើយព្យាយាមស្វែងរកជំនួយខណៈដែល Michael និង Rene នៅពីក្រោយហើយរងចាំជំនួយរបស់ពួកគេទាំងពីរមកដល់ដូច្នេះមួយស្របាក់ក្រោយមកក្មេងជំទង់ទាំងពីរនាក់នោះបានលោតទឹកចូលទៅក្នុងទឹកហើយចាប់ផ្ដើមហែលទឹកដល់វែងឆ្ងាយទៅកាន់ច្រាំងហើយនៅពេលដែលពួកគេធ្វើដូច្នេះ Michael បានសម្លឹងមើលហើយរំពេចនោះគាត់បានដឹងថាគាត់ឆ្ងាយពេកហើយឆ្ងាយពីផ្ទះរបស់គាត់ប៉ុណ្ណាគឺវាបានប្រហែលខែហើយចាប់តាំងពី Michael បានងូតទឹកចុងក្រោយដូច្នេះគាត់មានក្លិនស្អុយខ្លាំងណាស់គាត់ត្រូវថ្ងៃរៀងរាល់ថ្ងៃហើយប្រឡាក់ដោយភាពកខ្វក់ហើយដៃរបស់គាត់ក៏គ្រើមនិងក្រៀមដោយសារតែការចែវទូករបស់គាត់នឹងឯងដែលគាត់បានធ្វើប៉ុន្តែនេះមិនមែនជាជីវិតពិតរបស់ Michael ទេ
ព្រោះ Michael មិនមែនមកពី Ukraine ឬកន្លែងណានៅជិតនេះទេតាមពិតទៅគាត់មកពីសហរដ្ឋអាមេរិកជាកន្លែងដែលគ្រួសាររបស់គាត់គឺជាគ្រួសារមួយដែលល្បីល្បាញជាងគេមានឥទ្ធិពលខ្លាំងនិងជាអ្នកមានជាងគេបំផុតមិនធ្លាប់មានដូចជានៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិគ្រួសារ Rockefeller ស្ថិតនៅក្នុងចំណោមកំពូលទាំង10នៃមនុស្សដែលមានអំណាចបំផុតមិនធ្លាប់មានជីតារបស់ Michael គឺជាមហាសេដ្ឋីប្រេង John D. Rockefeller ដែលនៅពេលនោះគាត់គឺជាអ្នកមានជាងគេបំផុតក្នុងពិភពលោកហើយឪពុករបស់ Michael គឺ Nelson Rockefeller នៅពេលនោះគាត់គឺជាអភិបាលនៃរដ្ឋ New York តែម្ដងហើយក្រោយមកជាអនុប្រធានធិបតីនៃសហរដ្ឋអាមេរិកតែម្ដងតែប៉ុណ្ណេះអ្នកនរគ្នាអាចសម័យបានថាគាត់មានប៉ុណ្ណាប៉ុន្តែបើទោះបីជាមានធនធានមិនគួរឲ្យជឿទាំងនេះនៅក្នុងដៃក៏ដោយ Michael មិនមានអារម្មណ៍ថាត្រូវតែដើរតាមគន្លងរបស់គ្រួសារ Rockefeller ទេផ្ទុយទៅវិញគាត់បានរកឃើញអាជីពរបស់គាត់នៅក្នុងទីហោរដ្ឋាននៃ New Guinea ឯនេះវិញគាត់បានមកដល់ទីនេះលើកដំបូងកាលពី5ខែមុនជាមួយនឹងក្រុមអ្នកផលិតភាពយន្តមកពីវិទ្យាល័យ Harvard សូម្បីវិទ្យាល័យក៏ល្បីអ្នកគ្នាណាគេមិនស្គាល់មហាវិទ្យាល័យ Harvard តែពួកគេកំពុងតែស្វែងរកថតឯកសារអំពីកុសសម្ព័ន្ធដាច់ស្រយាលមួយនេះហើយ Michael គ្រាន់តែអ្នកស្រឡាញ់ដំណើរផ្សងព្រេងបែបនេះទោះបីជានៅក្នុងដំណើរកម្សាន្តនេះខណៈពេលដែលពួកគេកំពុងថតសមរភូមិរវាងកុសសម្ព័ន្ធដាច់ស្រយាលនេះនិងកុសសម្ព័ន្ធមួយទៀត Michael ត្រូវបានគេបាញ់ដោយព្រួញត្រូវនឹងស្មាដោយចៃដន្យក៏ដោយដូច្នេះទោះបីរងរបួសនៅក្នុងសមរភូមិក៏ដោយ Michael គ្រាន់តែចូលចិត្តនៅ Ukraine ប៉ុណ្ណោះតាមពិតMichael មិនដែលប្រាប់គ្រួសាររបស់គាត់អំពីការត្រូវព្រួយនោះទេព្រោះគាត់បារម្ភថាប្រសិនបើគាត់ប្រាប់គ្រួសាររបស់គាត់ដែលជាគ្រួសារ Rockefeller នឹងដែលមានអំណាចនឹងពួកគេនឹងឆ្លើយតបដោយការស្វែងរកការសងសឹកនឹងហើយនឹងប្រឆាំងនឹងកុសសម្ព័ន្ធមួយក្នុងចំណោមកុសសម្ព័ន្ធតែនេះដែលបង្កគ្រោះថ្នាក់ដល់ Michael Rockefeller ដោយអចេតនានឹងឯងហើយអ្នកគ្នាគ្រួសារគេមានអំណាចតែប៉ះកូនចៅគេអីគេសងសឹកវិញអញ្ចឹងតែធម្មតារឿងអ្នកមានអំណាចដូច្នេះ Michael ពិតជាគោរពនឹងការពារមនុស្សដែលគាត់បានតាក់ទងនៅ Ukraine ណាហើយតាមវិធីជាច្រើនគាត់ចាប់ទុកពួកគេថាជាមនុស្សរបស់គាត់ច្រើនជាងគ្រួសាររបស់គេទៅទៀតដូច្នេះបន្ទាប់ពីអ្នកផលិតភាពយន្តមកពីវិទ្យាល័យ Harvard នឹងមានវិទ្យាល័យទេសាកលវិទ្យាល័យ Harvard នឹងបានបញ្ចប់ភាពយន្តឯកសាររបស់ពួកគេហើយត្រឡប់ទៅអាមេរិកវិញ Michael បានស្នាក់នៅនឹង Ukraine នឹងតែម្ដងគឺទៅតាមពួកគេវិញទេនៅពេលនោះឪពុករបស់គាត់ Nelson Rockefeller បានបើកសារមន្ទីរមួយនៅ New York តែម្ដងដែលមានឈ្មោះថាសារមន្ទីរសិល្បៈបុព្វកាលឈ្មោះចេញមកឡើងអូលមែនតើអ្នកគ្នាអ្វីដែលគេតាំងនៅក្នុងនោះគឺបង្ហាញអំពីស្នាដៃសិល្បៈពីកន្លែងដូចជានៅក្នុង Ukraine នឹងឯងហើយលើនេះគឺដើមសតវត្សឆ្នាំ1960ដូច្នេះជនជាតិលោកខាងលិចជាច្រើនបានមើលឃើញពីជនជាតិដើមភាគតិចនៃ Ukraine ដូចជាប្រជាជននៃកុសសម្ព័ន្ធអាស្មាតថាជាមនុស្សបុព្វកាលថយក្រោយហើយជាលទ្ធផលមានមនុស្សជាច្រើនត្រូវបានតាក់ទាញឲ្យមកមើលសារមន្ទីរថ្មីនេះនៅ New York ដើម្បីមើលការបង្ហាញពីអ្វីដែលមនុស្សបុព្វកាលថយក្រោយទាំងនេះកំពុងបង្កើតប៉ុន្តែ Michael មានអារម្មណ៍ថាគាត់មានការយល់ដឹងកាន់តែស៊ីជម្រៅហើយអំពីជនជាតិដើមភាគតិចនៃ Ukraine នេះហើយគាត់មានអារម្មណ៍ថាវាជាកាតព្វកិច្ចរបស់គាត់ក្នុងការចេញទៅស្វែងរកស្នាដៃសិល្បៈដ៏អស្ចារ្យនៅទូទាំង Ukraine តែម្ដងរួមទាំងបង្កប់ពីកុសសម្ព័ន្ធអាស្មាតនឹងតែម្ដងហើយបញ្ជូនស្នាដៃសិល្បៈនោះទៅកាន់ឪពុករបស់គាត់ដើម្បីដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនេះដើម្បីឲ្យវាក្លាយជាអ្វីដែលលើសពីការបង្ហាញដ៏អស្ចារ្យមួយទៅទៀត Michael ចង់ឲ្យប្រជាជនលោកខាងលិចកោតសរសើរនិងគោរពជនជាតិដើមភាគតិចនៃ Ukraine តាមរបៀបដូចដែលពួកគាត់បានធ្វើហើយគាត់ជឿថាតាមរយៈសិល្បៈនេះគឺអាចនឹងធ្វើបានដូច្នេះ Michael បានចងសម្ព័ន្ធភាពជាមួយ Rene ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិបារាំងនឹងដើម្បីទៅទូទាំង Ukraine តែម្ដងដើម្បីស្វែងរកស្នាដៃសិល្បៈរបស់គាត់ដើម្បីបញ្ជូនទៅកាន់ឪពុករបស់គេតែម្ដងប៉ុន្តែបន្ទាប់ពីប៉ុន្មានម៉ោងបន្ទាប់ពី Simon និង Leo បានចាក់ចេញពីទូកកប៉ាល់ពីរជាន់ដែលកំពុងលិចហើយចាប់ផ្ដើមហែលទៅកាន់ច្រាំង Michael និង Rene មានគំនិតថាតើពួកគេបានទៅដល់ច្រាំងឬអត់នោះទេពួកគេមិនទាន់ឃើញនរណាម្នាក់បង្ហាញខ្លួនមកជួយសង្គ្រោះពួកគេទេហើយដូច្នេះតាមដែលពួកគេពួកគេនឹងដឹងថាតើពួកគេចិត្តនឹងត្រូវបានជួយសង្គ្រោះប៉ុណ្ណានោះទេតែយ៉ាងវ៉ាអ្នកខ្ញុំសង្ខេបឡើងហ្នឹងគេគិតថាទាំងពីរអ្នកនៅក្នុងទូកហ្នឹងអត់មានសង្ឃឹមថាអត់មានអ្នកណាមកជួយទេហើយក៏សង្ឃឹមថាពីរអ្នកដែលហែចេញហ្នឹងក៏អត់មានសង្ឃឹមថាទៅដល់ច្រាំងដែរតោះឥឡូវយើងតទៅកាន់នឹងក្តីយើងបន្តទៅទៀតហើយនៅពេលដែលពួកគេក្រឡេកមើលថយក្រោយវិញពួកគេបានឃើញទូកកប៉ាល់ពីរជាន់របស់ពួកគេកំពុងលិចទៀបទៅនៅក្នុងទឹក
ហើយនៅពេលណាមួយ Michael និង Rene គ្រាន់តែចាប់យកធុងទឹកហើយចាប់ផ្ដើមដួសទឹកចេញពីកប៉ាល់ពីរជាន់របស់គាត់តែវាគ្មានប្រយោជន៍ទេកប៉ាល់ប៉ុណ្ណាណីហើយគាត់តែពីរនាក់ដួសទឹកចូលហើយវាចូលមិនចូលតិចតិចណាអ្នកនរគ្នាគឺចូលមកទាំងស្រុងហើយលឿនមែនតែនហូរមកហ្នឹងតែពួកគេចេះតែធ្វើទៅពួកអីពួកគេនៅលើហ្នឹងក៏អត់មានអីធ្វើតារ៉ែហ្នឹងបន្ទាប់មករលកធំមួយបានបក់បោកមកហើយបានក្រឡាប់ទូកប៉ាល់ពីរជាន់ទាំងមូលបញ្ជូន Michael និង Rene ចូលទៅក្នុងសមុទ្រតែម្ដងសំណាងល្អ Michael និង Rene ហែលទឹកឡើងមកលើផ្ទៃទឹកបានពួកគេហែលទឹកទៅកាន់ទូកប៉ាល់ពីរជាន់ដែលក្រឡាប់ឡើងលើវិញអ្នកទាំងអស់គ្នាដឹងហើយតែកប៉ាល់វាត្រឡប់ចុះមកក្រោមមកន័យថាខ្យល់វាមាននៅក្នុងអាកន្លែងគូតកប៉ាល់ខ្ញុំមិនដឹងកន្លែងហ្នឹងគេហៅមិនទេតែនៅក្នុងការបកប្រែហ្នឹងគេហៅថាហៅប៉ាវខ្យល់នៅខាងក្រោមវាដូច្នេះវានៅតែដដែលដែរទូកហ្នឹងណាអ្នកនរគ្នា Michael និង Rene នឹងបានកាន់ទូកកប៉ាល់ពីរជាន់នោះហើយ Michael ក៏បានចាប់យកកំប៉ុងហ្គាសមួយដែលបានធ្លាក់ចេញពីទូកគាត់បានភ្ជាប់វាទៅនឹងមាត់របស់គាត់ដូចជាឧបករណ៍សម្រាប់ហែលទឹកដូច្នេះគាត់និង Rene គ្រាន់តែកាន់ទូកកប៉ាល់ពីរជាន់ដែលក្រឡាប់ឡើងលើនេះហើយ Michael ត្រូវបានគាំទ្រដោយកំប៉ុងហ្គាសរបស់គាត់ហើយពួកគេបន្តរងចាំដោយសង្ឃឹមថា Simon និង Leo បានទៅដល់ច្រាំងហើយថាមានជំនួយមកដល់ជួយគេឆាប់ៗហ្នឹងប៉ុន្តែនៅផ្នែកខាងក្រោយនៃគំនិតរបស់ Michael ក៏បានដឹងថាប្រសិនបើជំនួយមិនមកដល់ឆាប់ៗទេ Michael ប្រហែលជាត្រូវអ្វីមួយយ៉ាងខ្លាំងក្លាដូចជាព្យាយាមហែលទឹកដោយខ្លួនឯងដែលឥឡូវនេះមានចម្ងាយឆ្ងាយជាងកន្លះម៉ាយទៅទៀតហ្នឹងហើយពេលដែលគេឆ្ងាយពេលកន្លះម៉ាយហ្នឹងព្រមហែលទៅទាំងអស់គ្នាដល់ពេលកន្លះទុះចឹងមិននឹងឃើញស្ដាយក្រោយនៅព្រឹកបន្ទាប់នៅពេលដែលព្រះអាទិត្យរះ Michael និង Rene នៅតែនៅក្នុងនៅលើទូកហ្នឹងកាន់ទូកកប៉ាល់ពីរជាន់នោះរងចាំជំនួយមកដល់ប៉ុន្តែគ្មានជំនួយណាមកដល់ទេ Michael គឺជាអ្នកហែលទឹកដ៏ប៉ិនប្រសប់ម្នាក់ប៉ុន្តែនៅពេលនេះគាត់បានដឹងថាគាត់នៅឆ្ងាយពីច្រាំងយ៉ាងហោចណាស់5ម៉ាយឬប្រហែលជា10ម៉ាយទៀតដូច្នេះនេះคล้ายទៅជាការដែលហែលទឹកដ៏ធំសម្បើមមួយនៅក្នុងទឹកជាយកជីវិតទៅប្រឡែងលេងជាមួយនឹងយមរាជអញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេ Michael គាត់ជា Rockefeller គាត់មានទំនុកចិត្តយ៉ាងខ្លាំងណាស់ហើយគាត់ចាប់ផ្ដើមប្រាប់រ៉ាណេថាគាត់នឹងហែលទឹកគាត់ដឹងថាគាត់អាចធ្វើបានគាត់អាចហែលទឹកបានចម្ងាយឆ្ងាយប៉ុណ្ណាក៏គាត់ធ្វើបានដែរបើទោះបីវាជា10ម៉ាយក៏ដោយគាត់ក៏អាចធ្វើបានដែរអ្នកគ្រាន់តែត្រូវធ្វើវាឲ្យជាប់វានឹងចំណាយពេលបន្តិចមែនប៉ុន្តែគាត់នឹងជួយសង្គ្រោះពួកគេនេះបើគេហៅថាពូជអ្នកខ្លាំងពូជអ្នកមានអំណាចគឺគេមានទំនុកចិត្តគ្រប់ពេលវេលាអញ្ចឹងតែយើងក្រឡេកមកមើល Rene វិញបានអង្វរ Michael កុំធ្វើបែបហ្នឹងអីកុំធ្វើអញ្ចឹងអីប៉ុន្តែដោយដែលខ្ញុំបាននិយាយអញ្ចឹង Michael មានអារម្មណ៍ថាគាត់ត្រូវតែធ្វើឲ្យបានហើយបើមិនដូច្នេះទេពួកគេនឹងស្លាប់នៅទីនេះតែម្ដងដូច្នេះអ្វីដែល Rene បានធ្វើគឺគ្រាន់តែសម្លឹងមើលទៅពេលដែល Michael ដោះសម្លៀកបំពាក់ខ្លារបស់គាត់ហើយភ្ជាប់កំប៉ុងហ្គាសមួយទៀតទៅនឹងខ្សែក្រវ៉ាត់របស់គាត់ដើម្បីផ្ដល់ឲ្យគាត់នៅការអណ្ដែតបន្តិចបន្ថែមទៀតបន្ទាប់មក Michael បានចាប់ដៃ Rene ហើយនៅវេលាម៉ោងប្រហែលជា8ព្រឹកថ្ងៃអាទិត្យទី19ខែវិច្ឆិកាឆ្នាំ1961 Michael បានចាប់ផ្ដើមហែលទឹកតែច្រឡំអ្នកនរគ្នាពេលចាប់ដៃ Rene ហ្នឹងមិនមែននាំ Rene ហែលទឹកមកមួយគ្នាណារបៀបចាប់ដៃលាគ្នាឬក៏ high five កុំច្រឡំកន្លែងហ្នឹងរហូតប្រហែល12ម៉ោងក្រោយមកនៅពេលយប់នោះខណៈពេលដែល Rene នៅតែនៅលើទូកកប៉ាល់ពីរជាន់នោះដោយសង្ឃឹមថាជំនួយនឹងមកដល់ឆាប់រំពេចនោះដោយគ្មានការព្រមានមេឃក៏ផ្ទុះឡើងដោយពន្លឺភ្លឺខ្លាំងមែនតែនមិនគួរឲ្យជឿវាគឺជាយន្តហោះមួយដែលកំពុងហោះពីលើដែលបានរកឃើញ Rene និងទូកកប៉ាល់ពីរជាន់ដែលក្រឡាប់ឡើងលើនោះពួកគេបានបាញ់កាំជ្រួចសុំជំនួយអ្នកគ្នាទៅលើអាកាសអ្នកគ្នាមើលរឿង Hollywood ភាគច្រើនស្គាល់ហើយកំភ្លើងកញ្ជ្រួចគេបាញ់ហៅមនុស្សជួយនៅលើភ្នំអីចឹងណានឹងដឹងហើយស្គាល់ហើយដើម្បីបង្ហាញថាពួកគេឃើញគាត់ហើយនឹងបញ្ជូនជំនួយមកបន្ទាប់មកត្រឹមតែ2-3ម៉ោងក្រោយមកទូកមួយបានមកដល់ហើយបាននាំ Rene ឡើងលើទូកនៅពេលដែល Rene ឡើងលើទូកគាត់បានមានអារម្មណ៍ថាធូរស្រាលយ៉ាងខ្លាំងហើយគាត់បានសួរប្រធានកប៉ាល់ថាតើ Michael Rockefeller បានប្រាប់គាត់ថាគាត់នៅទីនេះមែនទេតើនោះជាមូលហេតុដែលគាត់ដឹងថាគាត់នៅទីនេះមែនទេប្រធានកប៉ាល់បានប្រាប់ថាទេពួកគេត្រូវបានប្រាប់ដោយក្មេងជំទង់2នាក់គឺ Simon និង Leo ថា Rene នៅទីនេះមាននរណាផ្សេងទៀតដែលប្រាប់ឬក៏លឺអំពី Michael ទេពេលហ្នឹង Rene បន់ព្រះបន់អីពេញហ្នឹងអ្នកគ្នាឲ្យព្រះជួយព្រះអីពេញហ្នឹងយើងមិនដឹងថា Michael នៅឯណាទេហើយគាត់បានប្រាប់ប្រធានកប៉ាល់ថា Michael បានចាប់ផ្ដើមការហែលទឹកដ៏វែងឆ្ងាយមិនគួរឲ្យជឿនេះទៅកាន់ច្រាំងដើម្បីស្វែងរក
ជំនួយវាដូចជាក្របបែកមួយបានផ្ទុះឡើងនៅក្នុងគ្រួសារ Rockefeller ភ្លាមៗអញ្ចឹងពួកគេបានចំណាយប្រាក់និងធនធាននិងឥទ្ធិពលទាំងអស់របស់ពួកគេដើម្បីចាប់ផ្ដើមស្វែងរកមនុស្សធំបំផុតមិនធ្លាប់មានតែម្ដងដើម្បីស្វែងរក Michael ពួកគេបានបញ្ជូនកប៉ាល់ឧទ្ធម្ភាគចក្រនិងយន្តហោះប៉ុណ្ណឹងមិនទាន់អស្ចារ្យទេគឺពួកគេបានតាក់ទងទៅកាន់កងទ័ពជើងទឹកសហរដ្ឋអាមេរិកអ្នកនរគ្នាចាំទុកកងទ័ពជើងទឹកសហរដ្ឋអាមេរិកហើយបានឲ្យពួកគេចូលរួមយ៉ាងពេញលេញតែម្ដងសាហាវអ្នកនរគ្នាអ្នកមានណាពួកគេបានស្វែងរកគ្រប់ទីកន្លែងទាំងអស់រយៈពេលជាច្រើនសប្ដាហ៍ប៉ុន្តែពួកគេមិនអាចរកឃើញ Michael ទេការស្វែងរករបស់ Michael នេះនឹងបន្តអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែវាមិនខ្លាំងក្លាដោយសប្ដាហ៍ដំបូងនោះទេប៉ុន្តែតែងតែមាននរណាម្នាក់ឬស្ថាប័នណាមួយកំពុងស្វែងរក Michael នៅជុំវិញតំបន់នោះប៉ុន្តែនៅឆ្នាំ1964ពលគឺ4ឆ្នាំបន្ទាប់ពី Michael ចាប់ផ្ដើមផ្លាច់ទឹកទៅកាន់ច្រាំងគ្រួសាររបស់ Rockefeller ទីបំផុតបានទទួលដំណឹងថា Michael គឺគាត់ត្រូវបានស្លាប់ទៅហើយបញ្ជាក់ថាការស្លាប់របស់គាត់គឺដោយសារតែការលង់ទឹកនឹងឯងនៅពេលដែលគ្រួសារទីបំផុតបានទទួលយកថានេះជាអ្វីដែលបានកើតឡើងហើយនោះបានក្លាយជារឿងរ៉ាវនៅអាមេរិកអំពីអ្វីដែលបានកើតឡើងចំពោះ Michael Rockefeller បងស្រីរបស់ Rockefeller គាត់បានថែមទាំងទៅសេសៀវភៅអំពីសោកនាដកម្មមួយនេះពោះការបាត់បង់របស់បងប្រុសរបស់គេទៀតផងប៉ុន្តែនៅញូកណេរឿងរ៉ាវខុសគ្នាខ្លាំងណាស់បានចាប់ផ្ដើមផ្សព្វផ្សាយអំពីអ្វីដែលបានកើតឡើងចំពោះ Michael ពាក្យចាំបារាមអំពីជោគវាសនារបស់គាត់ត្រូវបានខ្សឹបប្រាប់តាមផ្លូវពាណិជ្ជកម្មនិងរវាងគ្នារបស់អ្នកផ្សព្វផ្សាយសាសនាដែលមកទស្សនាហើយការនិយាយដើមគ្នាទៅក្នុងសារព័ត៌មានតាមបែបក្រដាស់ទេសចរនិងទស្សនាវដ្តីផ្សងព្រេងនឹងឯងនៅឆ្នាំ1969ពោលគឺ5ឆ្នាំបន្ទាប់ពី Michael ត្រូវបានគ្រួសាររបស់គាត់ប្រកាសថាស្លាប់អ្នកយកព័ត៌មានទស្សនាវដ្តីផ្សងព្រេងម្នាក់ទៀតគឺមានឈ្មោះថា Mill Manning បានលើពីជនជាតិអូស្ត្រាលីអាកម្មាំងម្នាក់ដែលជាប្រភពសម្រាប់ទស្សនាវដ្តីនោះថាពួកគេពិតជាបានជួប Michael Rockefeller នៅក្នុងព្រៃ Yukon មែនមិនឆ្ងាយពីកន្លែងដែលពួកគេត្រូវបានជឿថាបានបាត់ខ្លួននោះទេ Mill នឹងធ្វើតាមព័ត៌មាននេះទោះបីជាវាមិនគួរឲ្យទុកចិត្តក៏ដោយហើយគាត់នឹងទៅតាម Yukon ជាមួយនឹងក្រុមថតកុនហើយគាត់នឹងទៅតំបន់នោះហើយគាត់នឹងស្វែងរកគ្រប់កន្លែងសម្រាប់ Michael គាត់នឹងនិយាយជាមួយអ្នកស្រុកហើយគាត់ពិតជាបានពិនិត្យមើលតំបន់នោះយ៉ាងម៉ត់ចត់ប៉ុន្តែគ្មានដាននៃ Michael ទាល់តែសោះតែ Mill មានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះរឿងនេះគាត់បានត្រឡប់មកផ្ទះវិញហើយគាត់បានសរសេរសៀវភៅដែលលោកដាច់បំផុតអំពីការស្វែងរករបស់គាត់ដើម្បីស្វែងរក Michael Rockefeller ប៉ុន្តែសំខាន់បំផុតទោះបីជាគាត់បានថតវីដេអូទាំងអស់នោះក៏ដោយមិនថាពីឆ្ងាយឬក៏ជិតក៏ដោយក៏កុសសម្ព័ន្ធទាំងអស់នៅក្នុងតំបន់ដែល Michael ត្រូវបានជឿថានៅទីនោះគាត់នឹងក្រុមការងារគាត់មិនដែលពិនិត្យមើលវីដេអូនោះទេ Mill គេក៏បានសម្ភាសហើយនឹងបានសួរអ្នកភូមិក៏សម្ព័ន្ធនោះដែរប៉ុន្តែក៏សម្ព័ន្ធនោះឆ្លើយថាទេមិនបានឃើញ Michael មកទីនេះឡើយសម្រាប់ Mill វិញថតវីដេអូទាំងអស់ដែលបានខំមកថតហ្នឹងអ្នកគ្នាគឺឲ្យបានយកទៅពិនិត្យទៅផ្ទះទេទៅរបៀបថាថតហើយគឺយកអាល់ប៊ុមមិនមែនអាល់ប៊ុម memory យកទៅទុកចោលហ្មងគឺអត់បានពិនិត្យវីដេអូនោះឡើងវិញថាវាមិនទេតែបន្ទាប់ពី40ឆ្នាំក្រោយមកក្រុមថតកុនឯកសារមួយផ្សេងទៀតបានសម្រេចចិត្តថាពួកគេនឹងទៅ Yukon ម្ដងទៀតហើយស្វែងរក Michael ម្ដងទៀតដោយសារតែនៅពេលដែលមានពាក្យចាំរាមទាំងអស់នោះថា Michael នៅមានជីវិតហើយកំពុងរស់នៅក្នុងព្រៃ Yukon នឹងតែម្ដងហើយមុនទៅពួកគេទៅ Yukon ដើម្បីស្វែងរក Michael ពួកគេបានរកឃើញវីដេអូដែលមិនទាន់បានមើលដោយការថតរបស់ Mill Malin ហ្នឹងអ្នកខ្ញុំនិយាយខាងលើហ្នឹងហើយពួកគេបានមើលឃើញវាទាំងអស់ហើយពួកគេបានរកឃើញអ្វីមួយដែលមិនគួរឲ្យជឿក្នុងចំណោមម៉ោងរាប់ម៉ោងនៃវីដេអូនោះមានការថតខ្លឹមសារមួយដែលថតពីចម្ងាយហើយក្រុមថតកុនកំពុងថតនៅលើគោកឡើងទៅលើទឹកហើយអ្នកឃើញទូកកាណូតមួយចូលទៅក្នុងស៊ុំរូបថតហ្នឹងតែម្ដងវាពោពេញទៅដោយអ្នកចម្បាំងកុសសម្ព័ន្ធអាស្មាតហើយពួកគេកំពុងធ្វើដំណើរទៅកាន់សមរភូមិជាមួយនឹងកុសសម្ព័ន្ធមួយផ្សេងទៀតប៉ុន្តែក្នុងចំណោមបរិះធំនិងរឹងមាំទាំងនោះមានបរិះម្នាក់ដែលលេចមុខខុសពីគេទាំងស្រុងតែម្ដងដោយសារតែពួកគេមើលទៅមិនដូចជាអ្នកចម្បាំងអាស្មាតដទៃទៀតទេគាត់គឺជាបរិះស្បែកសដែលគ្មានអ្វីបិទបាំងមានពុកចង្ការហើយទោះបីជាមានគុណភាពនៃខ្សែភាពយន្តនោះខ្សោយក៏ដោយក៏គាត់មើលទៅដូចជា Michael Rockefeller យ៉ាងពិតប្រាកដមែនតែម្ដងដូច្នេះដរាបណាដំណឹងបានផ្សព្វផ្សាយអំពីវីដេអូនេះពាក្យអាចារ្យបារាមបានចាប់ផ្ដើមផ្សព្វផ្សាយយ៉ាងលឿនទូទាំងប្រទេសតែម្ដងno មិនមែនទូទាំងប្រទេសទេគឺទូទាំងពិភពលោកទាំងអស់គ្នាពិភពលោកណាអំពីរបៀបដែលអ្នកទទួលមរតកនៃទ្រព្យសម្បត្តិរាប់លានដុល្លារបានសម្រេចចិត្តបែកចេញពីគ្រួសាររបស់គាត់ហើយគ្រាន់តែរស់នៅក្នុងចំណោមកុសសម្ព័ន្ធអាស្មាតដូចជាពួកគេ
ផ្សេងមួយរូបដែលមិនមានអ្វីនៅក្នុងដៃទេអ្នកនរគ្នាហើយលើនេះជាថ្មីម្ដងទៀតយើងមានកំណត់ថាតើនេះពិតជា Michael Rockefeller ឬអត់នោះទេវាអាចជាអ្នកផ្សេងផ្សព្វផ្សាយសាសនាឬជនជាតិផ្សេងទៀតដែលមានស្បែកសផ្សេងទៀតដែលបានទៅលេងយូកាឡេប៉ុន្តែរឿងរ៉ាវនេះមិនគួរឲ្យជឿដូច្នេះវាបានផ្សព្វផ្សាយគ្រប់ទីកន្លែងតែម្ដងឥឡូវរហូតមកដល់ឆ្នាំ2012ពោលគឺ4ឆ្នាំបន្ទាប់ពីវីដេអូដែលមិនទាន់បានមើលរបស់ Bill Malin ត្រូវបានគេយកបង្ហាញនឹងជិត50ឆ្នាំទៅហើយចាប់តាំងពី Michael Rockefeller បានបាត់ខ្លួនអ្នកកាសែត Geography អ្នកគ្នា Natural Geography ម្នាក់ឈ្មោះ Carl O. Funen ដែលធំធាត់ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអោកំបាំងជុំវិញពិភពលោករបស់ Michael នៅតែម្ដងជាពិសេសគាត់ចាប់អារម្មណ៍របស់រឿងក្តីរបស់ Michael Rockefeller នៅតែម្ដងគាត់បានសម្រេចចិត្តថាគាត់នឹងទៅយូកាណេហើយទីបំផុតស្វែងរកពីមូលហេតុអ្វីដែលបានកើតឡើងចំពោះ Michael Rockefeller តែម្ដងបន្ទាប់ពីការនឹងអ្នកបកប្រែរបស់គាត់បានទៅដល់យូកាណេហើយបានរស់នៅជាមួយនឹងកុលសម្ព័ន្ធអាស្មាតអស់រយៈពេលជាច្រើនខែហើយទទួលបានការទុកចិត្តរបស់ពួកគេទៅកាន់កុលសម្ព័ន្ធតែម្ដងនិងទទួលបានការគោរពរបស់ពួកគេបានចាប់ផ្ដើមប្រាប់គាត់នៅរឿងរ៉ាវថ្មីទាំងស្រុងដែលគាត់មិនដែលឮពីមុនអំពីអ្វីដែលបានកើតឡើងចំពោះ Michael ដែលជារឿងពិតហើយពួកគេបានផ្ដល់ការព្រមានដ៏តឹងរឹងមួយដល់ពួកគេប្រសិនបើពួកគាត់ធ្លាប់ប្រាប់នរណាម្នាក់អំពីអ្វីដែលបានកើតឡើងចំពោះ Michael ភូមិទាំងមូលទំនងជាត្រូវបានគេសម្លាប់ហើយប្រហែលជាគាត់ក៏នឹងត្រូវបានគេសម្លាប់ផងដែរប៉ុន្តែ Gals មិនបានស្ដាប់ទេបន្ទាប់ពីបានឮនៅអ្វីដែលបានកើតឡើងចំពោះ Michael ក៏បានចាប់ផ្ដើមសរសេរសៀវភៅអំពីវាដោយដាក់ឈ្មោះថា Savaga Hasvi ដែលបកជាខ្មែរមានន័យថាការប្រមូលផលដល់ព្រៃផ្សៃហើយសៀវភៅរបស់គាត់នឹងនេះជាអ្វីដែលបានកើតឡើងចំពោះ Michael Rockefeller យើងចូលទៅកាន់សៀវភៅដែលបានរៀបរាប់ពីការសរសេររបស់គាត់តែម្ដងទៅនៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ1961ប្រហែល24ម៉ោងបន្ទាប់ពី Michael បានលោតចូលទៅក្នុងទឹកហើយចាប់ផ្ដើមការហាលទឹកប្រហែលជាចម្ងាយ5ទៅ10ម៉ាយលនេះទៅកាន់ច្រាំងដើម្បីស្វែងរកជំនួយប្រធានកុលសម្ព័ន្ធអាស្មាត3រូបមានឈ្មោះថា Finn, Ayan និង Kap បានអង្គុយក្នុងចំណោមសមាជិកកុលសម្ព័ន្ធ50នាក់ផ្សេងទៀតនៅក្នុងទូកាណូតវែងចំនួន8ពួកគេមិនបានទៅណាទេពួកគេគ្រាន់តែសម្រាកនៅមាត់ទន្លេមួយនិយាយទៅជាទន្លេដូចគ្នាដែលហូរចេញទៅកាន់សមុទ្រ Alpha Fura ដែលជាកន្លែងដែល Michael និងក្រុមរបស់គាត់បានជួបបញ្ហានឹងការទាំងអស់ហ្នឹងអ្នកគ្នាដែលក្លាប់ទូក្លាប់អីហ្នឹងដូច្នេះហើយប្រជាជនកុលសម្ព័ន្ធទាំងអស់នោះគ្រាន់តែអង្គុយនៅក្នុងទូកាណូតរបស់ពួកគេខ្លះកំពុងអង្គុយជក់បារីខ្លះទៀតកំពុងញ៉ាំម្សៅអ្វីពីរុក្ខជាតិត្នោតហៅថា Sago ហើយពួកគេទាំងអស់គ្នាគ្មានអ្វីបិទបាំងទេនិយាយទៅអ្នកគ្នារណូកោក៏និយាយទៅភាសាសាមញ្ញលើកលែងតែខ្សែមួយចំនួននៅជុំវិញជង្គង់និងកែងដៃរបស់ពួកគេហើយខ្លះទៀតមានការចាក់សាក់ដ៏ស្មុគស្មាញនៅច្រមុះនិងត្រចៀករបស់ពួកគេប៉ុន្តែពួកគេទាំងអស់គ្នាគ្រាន់តែអង្គុយនៅទីនោះវាជាថ្ងៃដ៏យូរហើយពួកគេកំពុងរីករាយនឹងភាពស្ងប់ស្ងាត់មួយចំនួននឹងតែម្ដងប៉ុន្តែរំពេចនោះអាយ៉ាមដែលជាប្រធានម្នាក់បានកត់សម្គាល់ឃើញអ្វីមួយកំពុងធ្វើដំណើរចូលទៅក្នុងសមុទ្រវាគឺជារបស់មួយដែលមានពណ៌សមមួយកំពុងវាទៅរកពួកគេហើយភ្លាមៗនោះអាយ៉ាមបានស្រែកប្រាប់អ្នកដទៃថាមើលមានអ្វីមួយនៅទីនោះវាជាក្រពើពណ៌សវាជាពស់វាជាអ្វីហ្នឹងហើយពួកគេទាំងអស់គ្នាក្រឡេកមើលហើយពួកគេកំពុងសម្លឹងមើលរបស់ដែលមានពណ៌សនោះផ្លាស់ទីទៅចិត្តពួកគេកាន់តែចិត្តទៅដូច្នេះដោយមិនចង់ឲ្យពួកគេមានការវាយប្រហារមិនបានត្រៀមខ្លួនក្រុមពួកគេបានត្រៀមខ្លួនហើយចាប់ផ្ដើមចូលទូកទៅរកវាដើម្បីមើលថាវានឹងជាអ្វីព្រោះថាប្រសិនបើវាជាការគំរាមកំហែងពួកគេអាចដោះស្រាយវាបានប្រសិនបើវាមិនមែនក៏ដូច្នោះទៅវាមិនអីទេវាបើសិនជាចែកទៅដល់វាអត់មានអីក៏តាមនឹងទៅអត់អីក៏អត់អីទៅអញ្ចឹងណាអ្នកគ្នាហើយនៅពេលដែលទូកកាណូតតែ8នេះបានប្រសពគ្នាមកលើរបស់ដែលមានពណ៌សនោះពួកគេខ្លះបានលើកលំពេងហើយពួកខ្លះទៀតក៏បានត្រៀមខ្លួនវាប្រហារប៉ុន្តែនៅពេលដែលពួកគេទីបំផុតបានឃើញថាមានសត្វអ្វីចម្លែកណាពួកគេបានដឹងថាវាមិនមែនជាពស់ឬក៏ក្រពើអ្វីទេវាគឺជាបរិសុទ្ធដែលមានស្បែកសម្នាក់ហើយគាត់កំពុងអណ្ដែតលើខ្នងរបស់គាត់ហើយគាត់មានឧបករណ៍អណ្ដែតចម្លែកនេះនៅលើខ្លួនប៉ុន្តែគាត់មិនមែនជាការគំរាមកំហែងទៅកាន់កុលសម្ព័ន្ធនោះឡើយបរិសុទ្ធស្បែកសនោះគឺជា Michael Rockefeller នឹងឲ្យមានណាគេទៀតបរិសុទ្ធទាំងអស់នៃកុលសម្ព័ន្ធបានទម្លាក់លំពេងរបស់ពួកគេចុះហើយសែកបន្តិចម្ដងដោយគិតថាពួកគេស្ថិតក្នុងគ្រោះថ្នាក់មួយផ្លេតហើយបរិសុទ្ធស្បែកសនោះដែលជា Michael Rockefeller នឹងគាត់បានវិលមកវិញហើយងើបមើលឡើងលើហើយគាត់មិនបានជឿអ្វីដែលគាត់កំពុងមើលឃើញនោះទេគាត់ទៅតែហែលទឹកប្រហែលជា10ម៉ាយដើម្បីមកដល់ទីនេះហើយគាត់កំពុងមើលកុលសម្ព័ន្ធដែលគាត់ចង់ជួបតាំងពីដំបូងពួកគេបានមកដល់ទីនេះដើម្បីជួយសង្គ្រោះគាត់ដូច្នេះស្ទើរតែយំដោយការធូរស្រាលគាត់បានងាកមកវិញហើយចាប់យកទូកកាណូតមួយហើយកាន់ទូករបស់គាត់បន្ទាប់មកកាប់
បានងើបមើលទៅក្នុងប្រធានពីរអ្នកផ្សេងទៀតហ្វីនិងអាយ៉ាមហើយពួកគេគ្រាន់តែសម្លឹងមើលគ្នាទៅវិញទៅមកហើយមើលគ្នាចុះឡើងហើយមើលទៅគ្នាទៅវិញទៅមកអញ្ចឹងណាបន្ទាប់មកពួកគេក៏បានងក់ក្បាលគ្នាយល់ព្រមបន្ទាប់មកការបានជួយ Michael ចូលទៅក្នុងទូករបស់គាត់វិញ Michael បានដេកនៅក្នុងកណ្ដាលទូកភ្លាមគាត់នឿយហត់យ៉ាងខ្លាំងពីការហែលទឹកនោះគាត់មានអារម្មណ៍ថាធូរស្រាលយ៉ាងខ្លាំងហើយគាត់ប្រត់តែដាក់លើទូកនោះដេកភ្លាមតែម្ដងខណៈដែលកុលសម្ព័ន្ធត្រឡប់ទៅទីតាំងដើមរបស់គេវិញពួកគេបានបង្វែរទូកកាណូតរបស់ពួកគេហើយចាប់ផ្ដើមចែវទូកត្រឡប់ទៅទន្លេវិញហើយក៏ត្រឡប់ទៅដីគោករបស់ពួកគេវិញហើយនៅពេលដែលពួកគេចែវទូកពួកគេបានចាប់ផ្ដើមច្រៀងចម្រៀងបទចម្លែកមួយនៅទូកកាណូតទាំង8សមាជិកកុលសម្ព័ន្ធជាង50សុទ្ធតែច្រៀងរួមគ្នាចាប់ផ្ដើមបទចម្រៀងមួយនោះហើយ Michael ដឹងថាគាត់បានសិក្សាកុលសម្ព័ន្ធអាម៉ាស់ដឹងច្រើនអំពីវប្បធម៌របស់ពួកគេប៉ុន្តែគាត់មិនដែលដឹងអំពីបទចម្រៀងដ៏ពិសេសនេះពីមុនមកទេដូច្នេះគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវាហើយគាត់បានព្យាយាមសួរពួកគេថាតើវាមានន័យយ៉ាងណាប៉ុន្តែពួកគេគ្រាន់តែមើលមក Michael ដោយមិនខ្វល់ហើយបន្តចែវទូកនិងច្រៀងបដានឹងទៅពេល Michael វិញបើយើងសួរគេមិនឆ្លើយមកយើងហើយក៏ចូលទៅកន្លែងនោះហើយដេកវិញទៅហើយដេកបដាស្ដាប់បដាហ្នឹងទៅដោយត្រូវដឹងដោយគេដឹងថាបើសិនជាជិះឡើងហ្នឹងគឺទៅដល់ទីសុវត្ថិភាពហើយមានក្តីឆ្ងាយទេនៅពេលដែលរំពេចនោះការច្រៀងក៏ឈប់ហើយទូកកាណូតក៏បែរចូលទៅក្នុងឆ្នេរទូចមួយ Michael បានកត់សម្គាល់ឃើញថាពួកគេកំពុងបន្ថយល្បឿនបន្តិចម្ដងដូច្នេះ Michael ក៏ងើបមើលបន្តិចហើយក្រឡេកមើលទៅកាន់មាត់ទូកដើម្បីមើលថាតើពួកគេនៅភូមិណាឬក៏ដល់កន្លែងណាហើយប៉ុន្តែនៅពេលដែលគាត់ងើបមើលទៅគាត់បានឃើញថាគ្មានភូមិនៅក្នុងរូបភាពដែលគាត់មើលទេវាគ្រាន់តែជាការឈូសឆាយនេះនៅលើច្រាំងប៉ុណ្ណោះហើយភ្លាមនោះ Michael ក៏គិតថាមិនគិតទេគាត់និយាយថាគាត់សង្ឃឹមថាពួកគេនឹងទៅកាន់ភូមិទៅដល់ភូមិឆាប់ចឹងណាព្រោះពួកគេត្រូវស្វែងរកនរណាម្នាក់ដែលអាចតាក់ទងសមត្ថកិច្ចដែលអាចទៅជួយសង្គ្រោះរ៉េណេហើយសង្ឃឹមថានឹងអាចរកឃើញស៊ីមុននិងលីអូផងដែរដូច្នេះ Michael បានចាប់ផ្ដើមព្យាយាមសួរបរិសុទ្ធនៅក្នុងទូករបស់គាត់ថាតើពួកគេអាចជួយគាត់បានដែរឬទេប៉ុន្តែជាការពិតណាស់មានឧបសគ្គខាងភាសាដ៏ធំមួយហើយភាគីទាំងសងខាងមិនបានយល់ពីគ្នាតែចង់និយាយពីអីទេបន្ទាប់មកនៅពេលណាមួយបរិសុទ្ធម្នាក់ក្នុងចំណោមកុលសម្ព័ន្ធអាស្មាសគ្រាន់តែចាប់ផ្ដើមសើចដាក់ Michael ហើយនៅពេលដែលគាត់ធ្វើដូច្នោះភាគច្រើននៃកុលសម្ព័ន្ធដែលនៅសល់បានក៏លេចមើលមកហើយអ្វីដែលកំពុងកើតឡើងហើយពួកគេក៏បានចាប់ផ្ដើមសើចដាក់គ្នាទៅវិញទៅមកវាមានមនុស្សសើចម្នាក់ហើយមនុស្សដែលនៅផ្សេងទៀតចាប់ផ្ដើមសើចបន្តទៅគ្នាឆ្ងាយអ្នកគ្នាMichael គ្មានកំណត់ថាមានអ្វីកំពុងកើតឡើងនោះទេហើយបន្ទាប់មកមុនពេលគាត់អាចធ្វើអ្វីផ្សេងទៀតបានក៏សម្ព័ន្ធទាំងមូលបានឈប់សាច់ហើយវាដូចជាភ្លាមពួកគេបានត្រឡប់ទៅកាន់ការច្រៀងចង្វាក់នោះដដែលវិញណានៅពេលដែលពួកគេចាប់ផ្ដើមចុះទុកហ្នឹងពួកគេបានបន្តិចម្ដងហើយចុះទៅលើច្រាំងហ្នឹងដូច្នេះ Michael ចាប់ផ្ដើមដឹងថាមានអ្វីខុសប្រក្រតីហើយជំនួសឲ្យការចុះពីទូកជាមួយនឹងកុលសម្ព័ន្ធដែលនៅសល់តែ Michael របៀបដោះស្រាយមកកន្លែងដេកនៅលើទូកហ្នឹងវិញណាប៉ុន្តែណាក៏ដឹងដែរអ្នកគ្នាគេក៏ឆ្លាតដែរអញ្ចឹងគេដឹងថាគោលបំណងរបស់ Michael ចង់រត់គេចទៅហើយដូច្នេះពួកគេក៏មិនមែនឲ្យរត់គេចស្រួលដែរហើយនៅពេលដែលគាត់ធ្វើដូច្នោះបរិសុទ្ធក្នុងកុលសម្ព័ន្ធដែលបានសាច់ដាក់ Michael ជាលើកដំបូងហ្នឹងគាត់បានចាប់ផ្ដើមមកឈរលើ Michael តែម្ដងខណៈពេលដែលគាត់កំពុងច្រៀងបដាហើយឈរលើ Michael បដាហ្នឹងហើយគាត់ក៏ញញឹមដាក់ Michael បន្តិចម្ដងបន្ទាប់មកគាត់បានលើកលំពេងរបស់គាត់ហើយចាក់វានៅក្នុងចំហៀងរបស់ Michael ហើយមួយផ្លេតដែលគាត់បានធ្វើដូច្នោះសមាជិកដទៃទៀតនៃកុលសម្ព័ន្ធបានលើកស្នែងទាំងនោះហើយពួកគេកំពុងតែកាន់ហើយម្ដងទៀតក៏ចាប់ផ្ដើមផ្លុំស្នែរបស់ពួកគេ Michael ស្រែកយំដោយការឈឺចាប់ប៉ុន្តែគាត់គ្មានកម្លាំងដើម្បីការពារខ្លួនទេដូច្នេះគាត់ក៏រមៀលមកទៅម្ខាងទៀតនៃទូកហើយព្យាយាមការពារខ្លួនហើយនៅពេលដែលគាត់ធ្វើដូច្នោះបរិសុទ្ធទាំងនោះគ្រាន់តែលើកលំពេងរបស់គេម្ដងទៀតដោយមានស្នាមញញឹមខ្លាំងមែនទែននៅពេញមាត់របស់ពួកគេហើយគាត់បានចាប់វានៅក្នុងចំហៀងម្ដងទៀតរបស់ Michael និយាយប៉ឹងហើយអ្នកគ្នាប្រហែលជាអត់សូវយល់របៀបចាក់មកចំហៀងអញ្ចឹងណាអ្នកគ្នាដំបូងចាក់មកចំហៀងស្មាអញ្ចឹងមកចំហៀងទៀតក៏ចាក់មកចំហៀងទៀតអញ្ចឹងទៅបន្ទាប់ពីបរិះនោះបានទាញលំពេងចេញ Michael ដែលកំពុងឈឺចាប់យ៉ាងខ្លាំងនោះអាចទាញខ្លួនគាត់ឡើងប្រហែលជាដោយសារតែ adrenaline របស់គាត់ហើយបានឡើងពីចំហៀងទូកដូច្នេះគាត់បានដួលទៅលើភក់
ហើយគាត់បានព្យាយាមក្រោកឈរដើម្បីគេចចេញពីពួកគេប៉ុន្តែគ្មានកន្លែងណាដែលគាត់អាចទៅបានទេនៅពេលដែលគាត់កំពុងឈរនៅក្នុងភក់ហ្នឹងបរិះក្នុងកុលសម្ព័ន្ធពីរនាក់បានដើរពីក្រោយគាត់ចាប់គាត់នៅពីក្រោយដៃគេហើយចាប់ផ្ដើមកាន់គាត់ឆ្លងកាត់ការឈូសឆាយឆ្ពោះទៅកាន់ព្រៃមួយទៀតហើយនៅពេលដែលពួកគេដើរការច្រៀងចង្វាក់បានបន្តទៀតហើយម្ដងម្កាល Michael នឹងឮសំឡេងម្នាក់ទៀតដែលបានផ្លុំស្នេហ៍របស់ពួកគេនឹងដូច្នេះ Michael ត្រូវបានគេអស់ឆ្លងកាត់ឆ្នេរចូលទៅក្នុងព្រៃហើយបន្ទាប់មកទីបំផុតទៅកាន់ការឈូសឆាយមួយទៀតនៅក្នុងព្រៃមិនទៅចិត្តភូមិទេណាពេលហ្នឹងណាគ្នា Michael ត្រូវបានគេដាក់នៅក្នុងកណ្ដាលការឈូសឆាយហ្នឹងហើយដាក់គាត់នៅលើជង្គង់របស់គាត់ដូច្នេះ Michael កំពុងការពារចំហៀងដោយដៃរបស់គាត់ខ្សោយខ្លាំងមែនទែនមិនគួរឲ្យជឿគាត់នៅលើជង្គង់របស់គាត់កុលសម្ព័ន្ធបានបង្កើតជារង្វង់ជុំវិញគាត់ហើយពួកគេបន្តការច្រៀងនេះបន្ទាប់មកនៅពេលណាមួយកុលសម្ព័ន្ធម្នាក់បានដើរទៅកាន់ Michael ចាប់ក្បាលរបស់គាត់ហើយរុញវាទៅមុខដោយបង្ហាញផ្នែកខាងក្រោយនៃករបស់គាត់បន្ទាប់មកសមាជិកកុលសម្ព័ន្ធម្នាក់ទៀតបានដើរចូលហើយម្ដងទៀតគ្រប់ពេលវេលាការច្រៀងនោះកំពុងបន្តស្នេហ៍ដែលកំពុងត្រូវបានផ្លុំហើយសមាជិកកុលសម្ព័ន្ធម្នាក់ទៀតបានមកដល់ដែរហើយពួកគេបានលើកពូថៅមួយអ្នកនរគ្នាហើយទម្លាក់វាទៅលើផ្នែកខាងក្រោយនៃករបស់ Michael វាគឺជាការកែប្រែថាអកុសល Asmas ស្គាល់ Michael ពួកគេបានចាប់គាត់ពីដំណើរការទស្សនកិច្ចរបស់ការពីប៉ុន្មានខែមុននៅពេលដែលគាត់បានព្យាយាមដូរយកបង្គោលបិចរបស់ពួកគេហើយពួកគេមានការអាក់អន់ចិត្តទាំងស្រុងដែលបរិសស្បែកសម្នាក់មានការបង្ហាញខ្លួនហើយគិតថាគាត់អាចទិញវត្ថុសិល្បៈដ៏ពិសិដ្ឋរបស់ពួកគេដូចជាវត្ថុតូចតាចដែលត្រូវបានតាំងបង្ហាញនៅក្នុងសារមន្ទីរដូច្នេះពួកគេបានរក្សាការស្អប់យ៉ាងជ្រាលជ្រៅចំពោះគាត់នេះហើយជាមូលហេតុដែលពួកគេមិនបានបញ្ជូនមង្គលបិចរបស់ពួកគេទៅគាត់ពួកគេនឹងមិនឲ្យពួកគាត់ទេប៉ុន្តែនៅពេលដែល Michael បានអណ្ដែតចូលទៅក្នុងទន្លេរបស់ពួកគេដោយវេទមន្តមិនដឹងអីមិនដឹងទេដោយរំពេចនោះក៏សម្ព័ន្ធ Asmas មានកាត់អង្គុយនៅក្នុងទូកកាណូរបស់ពួកគេប្រធានភូមិទាំង3គឺ Vance អាយ៉ែមនិងកាបពួកគេគ្រាន់តែក្រឡេកមើលគ្នាទៅវិញទៅមកហើយងក់ក្បាលយល់ព្រមថាពួកគេនឹងសម្លាប់ Michael តាមបែបពិធីសាសនារបស់ពួកគេដើម្បីសងសឹកការស្លាប់ហើយបង្គោលពេជ្រទាំងនោះត្រូវបានផ្ទប់ព្រលឹងរបស់ពួកគេដែលបានស្លាប់នឹងទៅវិញដោយសារតែអ្នកចម្បាំងជាច្រើនរបស់ពួកគេត្រូវបានសម្លាប់ដោយបរិសស្បែកសក្នុងអតីតកាលដូច្នេះ Michael នឹងក្លាយជាមធ្យោបាយរបស់ពួកគេដើម្បីសងសឹកព្រលឹងរបស់ពួកគេហើយបទចម្រៀងនោះដែល Michael បានលើពួកគេច្រៀងទាំងអស់គ្នានោះគឺជាបទចម្រៀងដែលពួកគេច្រៀងនៅពេលដែលពួកគេធ្វើពិធីបហាជីវិតអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់រឿងក្តីមួយនេះពីដើមរហូតមកដល់ចប់បើសិនជាអ្នកគ្នាស្ដាប់មកដល់ទីនេះខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនកុំភ្លេចណាចុច like subscribe និងជាវ channel របស់យើងម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំនិងស្ដាប់រឿងក្តីបែបវល់បែបហ្នឹងពី channel របស់ខ្ញុំម្ដងទៀតដូច្នេះខ្ញុំបាទ The Last Voice សូមអរគុណនិងសូមគោរពលាបាយបាយ